ឡៃមីអន្តរជាតិធ្លាក់ចុះនៅព្រឹកថ្ងៃសុក្រនេះនៅពេលដែលអ្នកវិនិយោគកំពុងរងចាំការជីងផ្សាយទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកខណៈដែលភាពតានតឹងនៅមជ្ឈមបូព៌ាបានធូរស្រាលតម្លៃមាសបានធ្លាក់ចុះនៅព្រឹកនេះបន្ទាប់ពីការកើនឡើងតម្លៃខ្លះកាលពីយប់មិញខណៈដែលអ្នកវិនិយោគបានរងចាំទិន្នន័យអតិផរណារបស់អាមេរិកដើម្បីវាស់ស្ទង់ដល់គោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្ដាលដែលនៅមានភាពស្រពេចស្រពិលបើទោះបីជារឿងរ៉ាវនៅមជ្ឈមបូព៌ាបានធូរស្រាលខណៈដែលគ្រឿងពេញនិយមក្រៅពីមាសដូចជាប្រាក់និងផ្លាទីនកំពុងត្រូវប៉ាន់ឡើងថ្លៃយ៉ាងខ្លាំងនៅព្រឹកថ្ងៃសុក្រទី27ខែមិថុនានាថ្ងៃចុងសប្តាហ៍នេះតម្លៃហាងឆេងមាសអន្តរជាតិកំពុងឈរនៅតម្លៃ$4,200ក្នុងមួយដំឡឹងឬស្មើ$3,319ក្នុងមួយអោនគិតជាខ្នាតអន្តរជាតិបន្ទាប់ពីការធ្លាក់ចុះជិតមួយសប្តាហ៍នៅលើផ្លូវគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកលោកដូណាល់ត្រាំកំពុងជ្រើសរើសមេដឹកនាំថ្មីដើម្បីជំនួសមេដឹកនាំធនាគារកណ្ដាលអាមេរិកលោកជេរ៉ូម ផូវែលដែលអាចប្រកាសនៅដើមខែកញ្ញាឬតុលាមុនពេលជិតផុតអាណត្តិរបស់លោកដើម្បីទម្លាក់ឥទ្ធិពលរបស់លោកដែលតែងតែជំទាស់បំណងរបស់លោកត្រាំដែលទាមទារឲ្យមានការទម្លាក់អត្រាការប្រាក់ចំណែកលោក ផូវែលតែងរំលឹកឡើងវិញថាការជំទាស់នាពេលបច្ចុប្បន្នរបស់ធនាគារកណ្ដាលគឺដោយសារពន្ធគយថ្មីក្រោមរដ្ឋបាលលោកដូណាល់ត្រាំដែលគេរំពឹងថានឹងមានអតិផរណាដោយត្រូវការពេលវេលាបន្ថែមទៀតនៅមុនថ្ងៃផុតកំណត់ថ្ងៃទី9ខែកក្កដាខាងមុខលើពន្ធគយទៅវិញទៅមកដែលកំពុងតែដោះស្រាយជាមួយដៃគូទាំងអស់គណៈធនាគារកណ្ដាលនាបណ្ដាប្រទេសផ្សេងៗទៀតនាំគ្នាសម្រុកទម្លាក់អត្រាការប្រាក់ដូចជាធនាគារកណ្ដាលអឺរ៉ុបដែលហៅកាត់ថា ECB ធនាគារកណ្ដាលអង់គ្លេសដែលហៅកាត់ថា BOE ធនាគារប្រជាជនចិនដែលហៅកាត់ថា PBOC ធនាគារកណ្ដាលប្រទេសឥណ្ឌា RBI និងធនាគារកណ្ដាលអារ៉ាប៊ីសាអូឌីតដែលហៅកាត់ថា SNB ជាដើមនាយប់នេះការចេញផ្សាយរបាយការណ៍អតិផរណា PCE ដ៏សំខាន់ដើម្បីស្វែងយល់ពីសុខភាពសេដ្ឋកិច្ចអាមេរិកលើការត្រួសត្រាយផ្លូវគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្ដាលចំណែកនៅលើផ្លូវភូមិសាស្ត្រនយោបាយវិញមានការថមថយកម្ដៅជាពិសេសចំនួនរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ក៏បានកាត់បន្ថយតម្រូវការដុំមាសផងដែរដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងហាងឆេងមាសប្រចាំថ្ងៃព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃនិងព័ត៌មានសំខាន់ៗជុំវិញពិភពលោកអ្នកអាចតាមដានបានតាមរយៈ Channel Telegram របស់ Master Khan Academy ដែលគ្រាន់ចុចទៅលើ link ដែលបានដាក់នៅក្នុង caption ខាងក្រោមវីដេអូសូមអរគុណ